cha xong chủ đề xưa đó là mấtទាំងអស់ដែលនៅក្នុងសង្គម Facebook ផងដែរចាថ្ងៃនេះនាងខ្ញុំចេញคลิปមួយបកស្រាយនៅคลิปមួយដែលខ្ញុំជឿជាក់ថាfan ទាំងអស់ឬក៏មិត្តទាំងអស់គ្នានឹងដឹងហើយមែនទេចាហើយនាងខ្ញុំសូមយកចំណុចតែសំខាន់មកនិយាយទេណាពួកអីនាងខ្ញុំអត់និយាយអីច្រើនទេចាកម្មវិធីពេញចិត្តអត់ហើយបងប្អូនក៏បានដឹងហើយចាចំពោះបេក្ខជនដែលបងអូនស្រីគាត់ច្រៀងតម្រាប់តាមបងអូនស្រីសុកពិសីចានាងខ្ញុំចង់សួរថាតើត្រង់ណាដែលនាងខ្ញុំឈ្នានេះបងអូនស្រីសុកពិសីត្រង់ចំណុចណាដែរអញ្ចឹងធម្មតាបងសម្រាប់ខ្ញុំបងធ្វើជាអ្នកកម្មការបងនិយាយអ្វីជាការពិតបើគាត់ច្រៀងព្រោះបងថាច្រៀងពីរោះបើគាត់ច្រៀងមិនព្រោះបងថាច្រៀងអត់ពីរោះអ្វីត្បិតតែគាត់ច្រៀងមិនត្រូវភ្លេងបន្តិចប៉ុន្តែសំឡេងក៏ព្រោះអញ្ចឹងបងថាព្រោះហើយបងមិនបាននិយាយថាកញ្ញាសុកពិសីច្រៀងអន់ជាងអូនឬក៏កញ្ញាសុកពិសីច្រៀងមិនបានប៉ុនអូននឹងបងមិនបាននិយាយទេបងគ្រាន់តែនិយាយថាអូនច្រៀងពីរោះជាងម្ចាស់ដើមចាបងគ្រាន់តែនិយាយប៉ុណ្ណឹងចាហើយបងចង់ប្រាប់តើអូនសុកពិសីវិញថាតាំងពីដើមមកដែលបងស្គាល់អូនគឺបងហើយបងអត់ដែរថាឈ្នានេះអូនឬក៏ចំណែនជាមួយអូនអីគឺបងអត់មានទេគិតទៅពីដែលអូនកលាប់ឡានជាមួយម៉ាក់អូនប្រសិនជាបងមានបំណងថាឈ្នានេះអូនអញ្ចឹងបងអត់មានឲ្យអ្នកម្ដាយរបស់បងដើម្បីទៅមើលអូននៅទីពេទ្យទេចាអញ្ចឹងបងមានចំណុចមួយទៀតដែលចង់ប្រាប់ទៅអូនសុកពិសីថាអូនចូលសិល្បៈក្រោយបងតែ1ឆ្នាំ2ឆ្នាំទេហើយបើថាតាមកិត្តិយសអូនក៏មិនតិចជាងបង1ឆ្នាំ2ឆ្នាំដែរអញ្ចឹងណាហើយបងគិតថាអូននិយាយពាក្យសម្ដីហ្នឹងគឺចង់មានរឿងជាមួយបងឬក៏យ៉ាងម៉េចក៏បងអត់ដឹងដែរតែសំខាន់អ្វីដែលសំខាន់គឺបងនិយាយคลิปនេះចេញមកគឺនិយាយអ្វីដែលជាការពិតមិនមានបំណងចង់ឆ្លោះជាមួយអូនឬក៏ឈ្នានេះអូនទេពួកអីបងអត់មានការឈ្នានេះទេពួកអីបងចង់និយាយថាបងនៅតែបងអូននៅតែបងអូននៅតែអូនចឹងបងអត់មានការឈ្នានេះអីជាមួយគ្នាទេហើយបងចង់និយាយថាคลิปមួយនោះអូនថាបងយិនសិនឬក៏ថាមិនស្អាតឬក៏ថាបងលង្កប់កប់បងចង់ប្រាប់អូនថាចេះអ្វីដែលជារបស់បងគឺបងស្រឡាញ់ខ្លួនបងសពថ្ងៃហ្នឹងចាហើយអូខេចង់ខ្ញុំសូមបង្ហោះคลิปទៅត្រឹមហ្នឹងហើយសូមមិត្តក្នុង Facebook ទាំងអស់គ្នាស្ដាប់ហើយពិចារណាឡើងវិញថាការដែលនាងខ្ញុំនិយាយហ្នឹងផ្ដល់បន្ទុកធ្វើជាគណៈកម្មការផ្ដល់បន្ទុកហ្នឹងគឺនិយាយពាក្យពេចន៍ហ្នឹងឈ្នានេះដល់បងអូនសុកពិសីឬក៏ស្អប់បងអូនសុកពិសីដែរទេចាអរគុណច្រើនជម្រាបលាទាំងអស់គ្នាណា